ចោះជួបកម្លាំងកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមស្ថិតក្នុងស្រុកគិរីវង្សខេត្តតាកែវរដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ទាសីហាបានណែនាំឲ្យកងទ័ពបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាងសម្ដៅកសាងបាននៅព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍការណែនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិបានធ្វើឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកងកម្លាំងកងវរៈសេនាតូចលេខ333តំបន់ប្រតិបត្តិការសឹករងតាកែវយុទ្ធភូមិភាគទី3នាថ្ងៃទី25ខែមីនាឆ្នាំ2025ដំណើរអញ្ជើញចុះសួរសុខទុក្ខនេះគឺក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតួយ៉ាងនាយទាហានរងនិងពលទាហានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមនៃទិសយុទ្ធភូមិភាគទី3នាពេលនេះបន្ថែមពីការបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាងលោកនាយឧត្តមសេនីយ៍ទាសីហាបានជំរុញឲ្យនាយទាហានរងនិងពលទាហាននៃវរៈសេនាតូចលេខ333បន្តយកចិត្តទុកដាក់លើការងារវឹកវើរៀនសូត្រគ្រប់មុខជំនាញផងដែរបើតាមការគូសបញ្ជាក់របស់លោកវរៈសេនីយ៍ឯកម៉ែនចន្ទឌាមេបញ្ជាការកងវរៈសេនាតូចលេខ333សភាពការនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាមមានភាពល្អប្រសើរក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុកខេត្តដែលស្ថិតនៅជាប់នឹងព្រំដែនលោកវរៈសេនីយ៍ឯកបញ្ជាក់បន្ថែមថាអង្គភាពបានបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាស្របតាមគោលការណ៍ឯកភាពគ្នានិងបានទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់បាត់ល្មើសសេដ្ឋកិច្ចប្រឆាំងភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែននិងបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗជាពិសេសការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនប្រកបមុខរបរទទួលទានបានល្អប្រសើរកសាងបានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដីនិងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវប្រកបដោយភាពម៉ឺងម៉ាត់ភ្ជាប់នឹងការសរសើរលោកឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់កងកម្លាំងកងវរៈសេនាតូចលេខ333ត្រូវបន្តចូលរួមការពារសន្តិភាពឲ្យបានគង់វង្សទៅថ្ងៃអនាគតលោកក៏បានក្រើនរំលឹកដល់នាយទាហានពលទាហានទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងចូលរួមទប់ស្កាត់គ្រឿងញៀនជាការកត់សម្គាល់នាយឧត្តមសេនីយ៍ទាសីហាព្រមទាំងប្រតិភូអមដំណើរក៏បានអញ្ជើញទៅពិនិត្យមើលច្រកព្រំដែនភ្នំដិនដែលជាច្រកទ្វារអន្តរជាតិឆ្លងកាត់ព្រំដែនរវាងកម្ពុជានិងវៀតណាមផងដែរច្រកព្រំដែនភ្នំដិនបានបម្រើឲ្យវិស័យសេដ្ឋកិច្ចនិងទេសចររវាងកម្ពុជានិងវៀតណាមហើយបច្ចុប្បន្នច្រកព្រំដែននេះមានសកម្មភាពមមាញឹកក្នុងការផ្លាស់ប្ដូរទំនិញនិងទេសចររវាងប្រទេសទាំងពីរក៏ដូចជាការចេញចូលទៅវិញទៅមករវាងប្រជាជននៅជាប់ព្រំដែនក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត